អីគេស្ទាវអីគេធាក់3នាក់មិញហ្នឹងព្រាមអញណាធាក់ខាងព្រាមថ្ងៃមកខ្ញុំមិនដឹងទេមើលអត់ដឹងទៀតព្រាមអញណាធាក់ដឹងនេះនៅក្នុងមួយអ្នកក្នុងធាក់បាទនេះនៅក្នុងម្នាក់ទៀតបាទមកម្នាក់ទៀតគេតាមគេមិនដល់វាអញក៏ដល់វាមែនតែអញក៏បានរលឹងចាំមកឡើងដែរមានបាននេះបានសម្រាប់មកផ្ទះហ្នឹងទីខ្ញុំស្គាល់គេតែខ្លាំងណាមានរឿងអាពេលខ្ញុំទៅគួរបន្ទប់គាត់ហ្នឹងបងគាត់ចាក់បាសមក9ពេលខ្ញុំធ្វើការយកបងខ្ញុំធ្វើការដែរបន្ទោតែចោលចាផ្ទះហ្នឹងមែនចាគាត់ទៅគួរបន្ទប់សុំតែអ៊ំម្ចាស់តែគាត់ដឹងដែរសុំតែអ្នកនៅនឹងគេដឹងតែបងស្រីខ្ញុំគាត់ដឹងដែរគាត់ចាក់បាសឡើងលឺអ៊ំហើយខ្ញុំទៅប្រាប់គាត់ស្រួលណាប៉ុន្តែម្នាក់ប្រុសហ្នឹងខ្សែដាក់ខ្ញុំឲ្យច្រឡោដាក់ខ្ញុំហេអត់អញទៀតចាក់បាសចាក់ម៉ោង9ព្រឹកមកចាក់តិចតិចហ្នឹងចាក់បាសម៉ោង9ព្រឹកតិចតិចទេប៉ុន្តែមិនបានត្រូវមានឆ្លោះមួយទៀតម្ចាស់ផ្ទះដោះស្រាយហើយស្ងាត់ម្សាយម្ចាស់ផ្ទះជួលគេឆ្លោះគ្នាអត់ខ្ញុំអត់មួតទេយើងចាំមើលដល់ពេលគេជិះម៉ូតូចេញទៅគេបកដៃខៅទៀតបកដៃខៅខ្លួននោះមួយឲ្យខ្មៅឈុតនោះប្រុសហ្នឹងចេញទៅបកដៃខៅគេឲ្យទៅតាមវាវិជិះគ្នា3នាក់ទៅខ្ញុំបាយមកចាប់បកដៃជិះតាមដែរអត់ទេអត់ទេគ្នាខ្ញុំចេញទៅទិញបដៃឯងពួកហ្នឹងអត់មានអ្នកណាទៅតាមទេប៉ុន្តែមកវិញឃើញគេធាក់ដូងកន្លងបឡោហើយហ្នឹងរឿងហ្នឹងឆ្លោះគ្នាតែស្រីស្រីឯងលោកនេះពេញបាសហ្នឹងពីថ្ងៃហ្នឹងហ្នឹងហើយពីថ្ងៃប៉ុន្តែសម្រួលគ្នាហើយប៉ុន្តែគេចុះចេញមកវាដៀគេស្អីសិតដល់មានគូស្កាក់សក់គាត់នាមណាមកឈប់ហើយគាត់ទៅផឹកគាត់ចាក់បាសច្រឡំគាត់ឲ្យគេដេកទៅពេលគេចាក់បាសគាត់និយាយឌឺដងដាក់គេបងគេនៅក្នុងបន្ទប់ជប់ហ្នឹងគាត់និយាយថាចេះបើពួកវាមិនទាន់ចាញ់ផឹកអញដេកទៅអីអាមានរឿងហ្នឹងគាត់ដោយសារតែខ្ញុំហៅពួកម៉ាខ្ញុំមកឲ្យគាត់ចាត់ថាពួកម៉ាខ្ញុំចាប់ទៅបងគាត់ដែររឿងហ្នឹងបងខ្ញុំថាខ្ញុំខំមានសុជីវធម៌ទៅប្រាប់ណាហើយទៅគេប្តឹងឲ្យម្ចាស់ផ្ទះអញប្តឹងឲ្យម្ចាស់ផ្ទះរាល់ថ្ងៃហ្នឹងម្នាក់ស្រីហ្នឹងគេនិយាយចឹងណាដល់ពេលហើយពេលហ្នឹងផឹកមិនឲ្យម្ចាស់ផ្ទះគាត់ទៅសម្រួលដែរតែម្នាក់ស្រីហ្នឹងគេនិយាយមកគេថាអីកាន់ជើងខាងនេះហើយគាត់អ្នកចាក់បាសគាត់បន្ថែមថាបើអញថោះបាយសុំទោសខ្ញុំមកសុំទោសថ្ងៃសុំទោសឆ្កែល្អជាងហើយគាត់មិននិយាយយកទៅត្រូវខ្លួនឯងសុំតែអ៊ំគាត់ឃើញហើយដល់ពេលខ្ញុំចេញទៅផ្ទះល្ងាចអីម៉ោងប្រហែលម៉ោង9នេះ9យប់ហ្នឹងហើយស្រីនោះវានិយាយថាបាយមកឈូរងចាំអញ្ចឹងបាទហើយខ្ញុំបកមកសួរដែរណៃបកសួរថាម៉េចនោះស្រីអ្នកសួរសង្សារខ្ញុំអ្នកសួរអូសង្សារណៃអ្នកសួរហើយទៅក៏បានទៅជាមានការគុំគួនគ្នាទៅវិញមកទៀតតែប្រុសវាលួចធាក់ខ្ញុំអូបោហើយនៅក្នុងហ្នឹងហ៎អូអញ្ចឹងបានតែតាមទៅវាឲ្យវាចេញមកអញ្ចឹងអញ្ចឹងការជួលនៅក្នុងផ្លូវតែមួយទេនៅបងខ្ញុំមកលេខបងខ្ញុំបោះផ្លែតហ្នឹងអូខ្ញុំបន្ទប់ខ្ញុំមុខពលានអញ្ចឹងហ៎អូអញ្ចឹងទៅអញ្ចឹងរឿងពេលបងតាបងមានគឺចាធាក់ម៉ូតូខ្ញុំចង់ឲ្យវាមកដោះស្រាយខ្ញុំមានការខូចខាតអីខ្លះម៉ូតូណៃអត់ទេបងក៏ចង់ឲ្យវាមកដោះស្រាយអញ្ចឹងក៏ប្លាក់ផុកតិចតួចណាបើខ្ញុំមកជីបើខ្ញុំពងជីវាជីលឿនធាក់ខ្ញុំមកទៅហឹងមិនទៅអញ្ចឹងធាក់មិញដួលអត់ចាដួលតាមម៉ូតូវិញខ្ញុំចុះលើម៉ូតូតន់ហ្នឹងអូជីយឺដែរចឹងណាខ្ញុំជីនេះទូមុខតែបិទហ្នឹងបងចឹងហើយឥឡូវហៅអ្នកធាក់មកនោះគ្នាវាបាទតងល់មួយឥឡូវចាំសមត្ថកិច្ចមកហើយបាននេះហ៎បានអូជន់មកហើយវាហៅគ្នាវាមកខ្ញុំទៅទិញប្រៃមុខមួយបងខ្ញុំបងគាត់ទៅនេះមកស្ទុះមិញមុនហ្នឹងបាទគាត់ថាមានគ្នាមានតែម្នាក់ឯងម្នាក់ឯងគេមិនជី3នាក់ហ្នឹងអីគេស្ទាវអីគេធាក់3នាក់មិញហ្នឹងបានធាក់ដល់ព្រាមអញណាធាក់ខាងព្រាមថ្ងៃមកខ្ញុំមិនដឹងទេមើលអត់ដឹងទៀតព្រាមអញណាធាក់ដឹងនេះនៅក្នុងមួយអ្នកក្នុងផ្ទះបាទនេះនៅក្នុងម្នាក់ទៀតបាទចឹងហើយអូនមិនដែរបើគាត់បញ្ជាក់អញ្ចឹងណៃមានអីបកស្រាយអត់ដឹងបងខ្ញុំបានធាក់ទៅអីខ្ញុំអត់ដឹងតែណៃមានបានឃើញហេតុការណ៍ហ្នឹងអត់ទេអត់ទេអូនណៃមានបានឃើញហេតុការណ៍ហ្នឹងទេគាត់ថាខ្ញុំធាក់តែខ្ញុំអត់ដឹងអីផងហើយឥឡូវយើងមានអីតបទៅកាន់ខាងគេហ៎កាន់ឲ្យគាត់ទៅអ្នកមុខអ្នកផាក់អ្នកធាក់គាត់ខ្ញុំអត់ដឹងទេខ្ញុំមិនអ្នកធាក់ផងហើយមកសួរខ្ញុំថាខ្ញុំហើយខ្ញុំធាក់គាត់ដាក់បើគ្នាណៃដែរមែនដាក់បើនេះគ្នាណៃនេះគេខ្ញុំដឹងក្រុមគេណៃគេថាគាត់ធាក់ណៃនៅខាងក្នុងនេះណៃនេះអត់អញពាក់តន់ហ្នឹងហ៎អត់មានហ៎ចាំឲ្យគេចោលច្បាស់មែនថាណៃ3នាក់ហ្នឹងឥឡូវឥឡូវគេចោលណៃថាណៃធាក់គេគ្នាណៃ3នាក់ហើយ3មកច្រឡំឬក៏មិនបាទខ្ញុំអត់បានធាក់ទេអត់បានធាក់ទេតែឥឡូវគេបងខាងនោះគេច្បាស់ថាណៃខ្ញុំមិនដឹងទេបើខ្ញុំបានធាក់បាត់ឥឡូវណៃអត់បានធាក់តែមានមិត្តភក្តិណៃអ្នកធាក់ឬក៏មិនមិនទេអត់ស្គាល់ទេពេលជិះទៅអត់ដល់គាត់ធាក់ទីខាងខ្ញុំដើរក្រោយខ្ញុំនេះគាត់អ្នកធាក់គាត់អ្នកជីក្រោយ26អត់អាវថ្ងៃឆៃកាមេរ៉ាបានគ្នាគាត់ជី3នាក់គ្នាគាត់រត់ម្នាក់ហើយបាទអ្នកធាក់អូននេះថាដឹងរឿងអីទេគ្នាគាត់អ្នកជីក្រោយហើយគាត់ថាគាត់អត់បានធាក់ទេគាត់ជីក្រោយមិត្តភក្តិគាត់ជីកដាល3នាក់រត់ម្នាក់បាទនេះកដាលនៅក្នុងចូលក្នុងបាត់ហើយតោណាតោគាត់រត់បាត់ហើយម្នាក់ទៀតឥឡូវធ្វើម៉េចដឹងបើគេបានខ្សែដែរប្តឹងខ្ញុំហ៊ានឈរមុខច្បាប់បាត់ធាក់គាត់ច្បាស់ហ្មងថាអូននេះអ្នកធាក់មិត្តភក្តិគាត់នៅក្នុងនេះគ្នា3នាក់បាទជី3នាក់ជីក្រោយអូនមានណាមគាត់បានបើខ្ញុំឆ្លងមុខគាត់ឥឡូវភាគីមួយចំហៀងនេះគឺគាត់ផងនេះទេបងប្អូនបាទគាត់ថាគាត់អត់ដឹងតែបងប្អូនប្រុសនេះគឺគាត់ច្បាស់ហើយគឺគាត់ថាបងប្អូនគ្នាគាត់3នាក់ហ្នឹងគឺជាអ្នកធាក់បាទហើយនេះធាក់ម៉ូតូគ្នានេះគឺម៉ាកនិច
ដែលមានស្លាកលេខភ្នំពេញ 1JZ7404 ធ្វើមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅត្រាចំណុចកើតហេតុនេះនៅបន្ទប់ជួលបាទស្ថិតនៅក្នុងភូមិបញ្ញាសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញជានៅវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី7 ខែកក្កដាឆ្នាំ 2026 បងប្អូនបាទគឺមានករណីដោយប្អូនប្រុស2នាក់ហ្នឹងគឺគាត់បានបញ្ជាក់ឲ្យថាមានយុវជន 3 នាក់ជិះម៉ូតូតាមពីក្រោយគាត់នោះធាក់គាត់បដួលហើយឥឡូវនេះគាត់បានម្នាក់ប៉ុន្តែម្នាក់ហ្នឹងគឺមិនសារភាពថាបានធាក់ទេឥឡូវនេះសមាជិកមិនទាន់បានដល់ទីតាំងកន្លែងកើតហេតុទេដល់សល់តែភាគីទាំងសងខាងគឺបកាយគ្នាទាំងសរសៃកតែម្ដងបាទហើយឥឡូវបងប្រុសមិនសុខចិត្តទេឲ្យចាំសមាជិកមកឲ្យដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមាជិកជួយដោះស្រាយបងប្អូនបាទហើយខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា